បាទសូមជម្រាបសួរបងប្អូនបាទថ្ងៃនេះគឺជីរបស់យើងបានចេញពីរ៉ាយបងប្អូនជាង30តោនទៅខាងខេត្តកំពង់ឆ្នាំងថ្ងៃនេះគឺជាសកម្មភាពដែលកម្មករគាត់លើក៏ដាក់ឡានបងប្អូនចិត្តពេញហើយឡាននេះចិត្ត20តោនបងប្អូនដល់ចិត្ត20តោនទៅខាងដេប៉ូកំពង់ឆ្នាំងបងប្អូនហើយថ្ងៃនេះគឺយើងចេញជីច្រើនបងប្អូនដោយទទួលបានការគាំទ្រពីប្រជាកសិករក៏ដូចជាខាងដេប៉ូបងប្អូនជីរបស់យើងគឺចេញសឹងរាល់ថ្ងៃហើយបងប្អូនបាទសឹងតែអាចថាផលិតមិនទាន់អ្នកកម្លាំងផងបងប្អូនបាទគឺថាសន្ទុះនៃការគ្រប់គ្រងផលិតផលខ្មែរក៏ដូចជាជីសរីរាង្គនេះបងប្អូនគឺមានការកើនឡើងបងប្អូនអញ្ចឹងហើយបានខាងរោងចក្របង្កើនការផលិតហ្នឹងបងប្អូនក្នុងមួយថ្ងៃទទួលការកម្លាំងទិញពីខាងវិជាកសិករក៏ដូចជាខាងដេប៉ូហ្នឹងគឺច្រើនបងប្អូនមួយរយៈក្រោយនេះទោះតែយើងមានចំនួនជាមួយនឹងផ្ទះលេខ2ក៏ដោយបងប្អូនប៉ុន្តែការប្រើប្រាស់ការធ្វើកសិកម្មរបស់បងប្អូននៅតែបន្តធម្មតាទេបងប្អូនเนาะទោះថាយើងមានចំនួនក្តីប៉ុន្តែដំណាំយើងត្រូវដាំកាលណាដែលយើងដាំហើយយើងត្រូវដាក់ជីបងប្អូនដើម្បីឲ្យទទួលបានទិន្នផលខ្ពស់ដំណាំយើងរឹងមាំបាទមានចេញត្រួយចេញក្តឹបចេញការល្អបងប្អូនហើយទទួលបានទិន្នផលខ្ពស់ពីប្រទេសហ្នឹងគឺផ្លែច្រើនផ្លែទុំស្រស់គ្នាបងប្អូនហើយជីរបស់យើងគឺផ្ដោតទៅលើការចេញត្រួយចេញការចេញក្តឹបហើយនឹងចេញផ្លែបានលឿនបងប្អូនបាទបើដំណាំបងប្អូនជួបប្រទះនឹងការនឹងមេរោគអីផ្សេងៗនឹងជំងឺផ្សេងបងប្អូនសូមផ្លាស់ប្ដូរមកប្រើជីសរីរាង្គពីខាងក្រុមហ៊ុនសាឡាយគ្រីកាចើបងប្អូនឃើញថាបទពិសោធន៍នៃការប្រើប្រាស់របស់បងប្អូនតាមបណ្ដាខេត្តផ្សេងៗគឺទទួលបានទិន្នផលខ្ពស់និងដាក់ទៅល្អដំណាំល្អបងប្អូនមិនចាញ់ជីគីមីទេហើយជាពិសេសទៅទៀតគឺបង្កើនជីជាតិទៅលើដីបងប្អូនបាទទៅលើដីបងប្អូនដែលធ្វើស្រែធ្វើចម្ការហ្នឹងគឺបង្កើនជីជាតិឲ្យដីហ្នឹងកាន់តែមានជីជាតិកាន់តែប្រើកាន់តែមានជីជាតិបងប្អូនហើយជីរបស់យើងគឺជាជីធម្មជាតិ 100% បាទបងប្អូនសូមអរគុណ